ប្អូនធ្លាប់ជួយធ្វើម្ហូបម៉ាក់ប៉ាទេរឿងជួយធ្វើម្ហូបសាវីជួយម៉ែចំអិនអាហារថ្ងៃត្រង់សាវីជួយម៉ែយួរកន្ត្រកបន្លែមើលទៅធ្ងន់ណាស់ម៉ែសាវីបុកគ្រឿងសម្រាប់ស្លការីសំឡេងបុកគ្រឿងឮសូរយ៉ាងម៉េចទៅប្អូនសាវីជួយបកខ្ទឹមម៉ែសាវីឆាគ្រឿងការីលាយជាមួយសាច់មាន់សាវីជួយរៀបចំស្លាបព្រាដាក់លើតុបន្ទាប់ពីញ៉ាំបាយជាមួយសម្លការីហើយសាវីនិងពុកម៉ែនាំគ្នាញ៉ាំផ្លែឈើធ្វើជាបង្អែមនៅពេលញ៉ាំអាហាររួចហើយសាវីជួយប្រមូលចានស្លាបព្រាធ្លាក់ស្លាបព្រាហើយសាវីជួយម៉ែលាងចានយ៉ាងរីករាយពេលលាងចានយើងឃើញពពុះសាប៊ូយ៉ាងច្រើនអូនចូលចិត្តលេងពពុះសាប៊ូទេសាវីយកក្រមាជូតដៃឲ្យស្ងួតសាវីសប្បាយចិត្តណាស់ដែលបានជួយធ្វើម្ហូបពុកម៉ែជួបគ្នាសៀវភៅក្រោយទៀតបាយបាយ